បាទគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានពេលដើម្បីថតសកម្មភាពការលក់ចាប់ហួយរបស់ខ្ញុំណាយើងធ្វើនៅផ្ទះបាទហើយនេះជាទីកន្លែងរបស់ខ្ញុំលក់ចាប់ហួយតិចតួចណាមានស្ករគ្រាប់មានពងទាមាននំគ្រប់ប្រភេទមានភេសជ្ជៈគ្រប់ប្រភេទណាមានអីធំដុំទេបងប្អូនហើយជាងគ្រាន់តែលក់ហើយថតបង្ហាញជូនបងប្អូនទាំងអស់គ្នាដែលចង់បើកមុខរបរលក់ចាប់ហួយណាគឺមុខរបរនេះថាលំបាកក៏ថាបានថាស្រួលក៏ថាបានវាមានចំណុចល្អមានចំណុចអាក្រក់នៅក្នុងនោះដែរណាបាទនិយាយពីចំណុចល្អវិញគឺយើងបានចំណូលជាប្រចាំតែម្ដងគាត់តែយើងបើកទ្វារមកគឺមានអតិថិជនប្រចាំជួយទិញជួយអីចឹងណាយើងបានចំណូលជាប្រចាំយល់ទេវិជ្ជមានច្រើនបើអវិជ្ជមានវិញគឺដល់ពេលដែលយើងគ្រប់គ្រងអត់បានមានកដោមានអីស៊ីទៅវាធ្វើឲ្យស៊ីនំរបស់យើងទៅធ្វើឲ្យយើងហ្នឹងក៏ខាតដែរអញ្ចឹងណានឹងចំណុចអវិជ្ជមានហើយជួនកាលយើងទំនិញខ្លះយើងចេះតែទិញចូលមកយើងអត់បានគិតថាជាទំនិញដែលយើងអាចលក់ដាច់លឿនណាអញ្ចឹងនៅពេលដែលយើងស្តុកយូរពេកវាអាចនឹងហូរ delay ដែរអញ្ចឹងមុននឹងទិញគឺយើងត្រូវពិនិត្យមើល delay មើលអីចឹងណាបងប្អូនទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ក្នុងការបើកលក់ចាប់ហួយណាហើយមានអីទេបងប្អូនហើយមានតែប៉ុណ្្នឹងឯងអរគុណច្រើន